ផងស្រាប់តែនាំគ្នាផ្អើលពេញលើថ្នាក់ដោយលើកនេះគឺបាត់សមាជិកម្នាក់តើមានរឿងអីទៀតអាចាងវាមិនមែនជាខ្លាយប់ថ្ងៃមុននោះទេឆាប់រត់សិនទៅយាយមិនទាន់ចប់ផងខ្លាមួយក្បាលនោះក៏លោតចេញមកខាំព្រានឆាងរត់ចូលព្រៃបាត់ទៅព្រានសុកក៏ស្រែកឡើងថាឆាប់រត់ឲ្យលឿនទៅទាំងនេះជារឿងពិតដែលនិយាយតគ្នាខ្ញុំលើកយកមកធ្វើជារឿង 3D ទុកឲ្យបងប្អូនទស្សនាកម្សាន្តបើមានកន្លែងណាខុសឆ្គងដែលមានសំដីឬការផលិតរឿងមិនបានល្អសូមបងប្អូនអធិស្ឋានឲ្យជួយ Subscribe Channel ម្នាក់មួយផងជាការលើកទឹកចិត្តរឿងនេះកើតឡើងប្រហែលជា40ឆ្នាំមុនប្រហែលជាឆ្នាំ8ជាងទីតាំងស្ថិតនៅក្នុងតំបន់ភ្នំឱរ៉ាល់ខេត្តកោះកុងតំបន់នោះជាជនសម័យនោះភាគច្រើនជាព្រានព្រៃដើរប្រមាញ់សត្វបាញ់សាច់ស្នែងខ្នាយសម្រាប់លក់ដូរឬដូរដើម្បីចិញ្ចឹមជីវិតពេលមួយមានព្រានព្រៃវ័យក្មេង4នាក់បានចូលព្រៃលួចសពតប៉ុន្តែលើកនេះស្រាប់តែបាត់ដំណឹងសូន្យឈឹងមិនឃើញត្រឡប់មកផ្ទះវិញហេតុដូចនេះមានសាច់ញាតិព្រានវ័យក្មេងទាំង4នាក់នោះចង់ទៅតាមរកព្រានព្រៃជើងចាស់4នាក់ជាសម្លាញ់នឹងគ្នាផងស្ម័គ្រចិត្តទៅក្នុងនោះមានម្នាក់ត្រូវពូរបស់ព្រានក្មេងដែលបានបាត់ខ្លួននោះព្រានសុកព្រានឈឿនព្រានឆាងហើយនឹងព្រានឈុំពេលនោះមានក្មេងប្រុសម្នាក់ឈ្មោះលេងសុំទៅដែរដោយសារតែគាត់ត្រូវជាក្មួយរបស់ព្រានសុកហើយត្រូវជាប្អូនប្រុសរបស់មនុស្សដែលបាត់ខ្លួននោះការចេញដំណើរពេលព្រឹកមានគ្នា5នាក់ដៃកាន់កាំភ្លើងដើរកាត់ព្រៃចេះតែបន្តពីតូចទៅធំប៉ុន្តែគ្មានឃើញដានអ្វីគួរឲ្យសម្គាល់សោះដោយមេឃក៏ល្ងាចទៅហើយពួកគាត់ក៏សម្រេចចិត្តរកដើមឈើធ្វើធ្នាក់ដើម្បីស្នាក់មួយយប់សិនពេលល្ងាចហើយយើងរកដើមឈើណាធំធ្វើធ្នាក់សម្រាប់មួយយប់សិនទៅចាប់ព្រឹកស្អែកយើងបន្តដំណើរចូលព្រៃធំដើររកមួយថ្ងៃពីរថ្ងៃទៀតក្រោយពីឡើងដល់លើធ្នាក់ពួកគាត់ចែកវេនគ្នាសម្រាកដោយទុកឲ្យម្នាក់នៅយាមដូរវេនគ្នាចំណែកឯនីលេងគាត់មិនចាំបាច់យាមនោះទេពេលនីលេងសម្រាកបានបន្តិចគាត់ក៏ភ្ញាក់ឡើងដោយឮសំឡេងធ្នាក់ងឿតង៉តពេលគាត់បើកភ្នែកឡើងស្រាប់តែឃើញព្រានទាំង4ឈរតម្រង់ទៅអ្វីម្យ៉ាងនៅខាងក្រោមដើមឈើមួយទៀតពេលគាត់សម្លឹងទៅក៏ឃើញមនុស្ស2នាក់ឈរក្រោមដើមឈើមួយនោះតើមនុស្សស្រីទាំង2នាក់នោះកំពុងធ្វើអីនឹងលោកពូហើយពួកគាត់មិនខ្លាចទេអីបានជាហ៊ានឈរនៅកណ្ដាលយប់បែបនេះកុំមាត់ពួកនោះមិនមែនជាមនុស្សទេនោះជាព្រាយឬក៏ជាខ្មោចព្រៃកុំមាត់តបវាកុំឆ្លោយឆ្លងជាមួយវាកំពុងច្រៀងលួងលោមពួកយើងក្រោយវាមកច្រៀងលួងលោមបានបន្តិចពួកវាក៏ស្រាប់តែទៅវិញដោយមិនមានរឿងអ្វីកើតឡើងលើពួកគាត់នោះទេភាពការស្ងប់ស្ងាត់ធម្មតាឡើងវិញគាត់ក៏សម្រាកតែឲ្យព្រានឈុំជាអ្នកយាមម្ដងពេលព្រានឈុំកំពុងអង្គុយយាមភ្លើងព្រាយហោះទៅហោះមកចេញពីដើមឈើមួយទៅដើមឈើមួយទៀតសម្រាកមិនទាន់បានប៉ុន្មានផងស្រាប់តែនាំគ្នាផ្អើលពេញលើថ្នាក់ដោយលើកនេះគឺបាត់សមាជិកម្នាក់
ตาមានរឿងអីទៀតហើយលោកពូហេតុអីនាំគ្នាផ្អើអញ្ចឹង បាត់អាឈុំបាត់អាឈុំអាឈុំវាលោតចុះទៅក្រោមបាត់ទៅហើយតើមានរឿងអីមិនអាឈុំចុះទៅក្រោមធ្វើស្អីពួកគាត់ទាំងអស់គ្នាគ្មានអ្នកណាហ៊ានចុះទៅតាមព្រានឈុំមកវិញទេបានត្រឹមតែស្រែកហៅតិចៗនិងធ្វើជាសំឡេងជាសញ្ញាដើម្បីហៅព្រានឈុំមកវិញប៉ុន្តែព្រានឈុំមិនបានឮទេហើយក៏មិនបានត្រឡប់មកវិញនោះដែរការដែលមិនចុះទៅតាមព្រានឈុំព្រោះវាជាដំណំនៅពេលយប់ក្នុងព្រៃហាមចុះដាច់ខាតពួកការយើងនៅលើដើមឈើខ្ពស់ពីដីគឺយើងមានអំណាចជាងពួកអមនុស្សផ្សេងៗកាលណាយើងចុះក្រោមពួកអមនុស្សផ្សេងៗមានអំណាចជាងដូច្នេះបើយើងចុះទាំងអស់គ្នាទៅតាមព្រានឈុំអាចនឹងមានគ្រោះថ្នាក់ទាំងអស់គ្នាក៏ថាបាន ពួកយើងទាំងអស់គ្នាមិនអាចចុះដីបានទេពេលយប់អញ្ចឹងនោះមានតែរងចាំពេលព្រឹកទើបយើងអាចចុះដីបានពេលទៀតភ្លឺពួកគាត់ទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ទៅតាមរកព្រានឈុំម្ដងក្រែងអាចជួយគាត់បានប៉ុន្តែរកគាត់មិនឃើញនោះទេសូម្បីដានឬស្លាកស្នាមក៏គ្មានបន្សល់ទុកឲ្យដែរការស្វែងរកព្រានឈុំនិងក្មេងៗដែលបាត់ខ្លួននោះចេះតែដើរចូលព្រៃជ្រៅធំជាងមុនទៅទៀតមេឃក៏ចាប់ផ្ដើមល្ងាចពួកគាត់ស្វែងរកដើមឈើដើម្បីធ្វើជាធ្នាក់ស្នាក់នៅដោយលើកនេះគាត់រកដើមឈើណាដែលធំអាចធ្វើធ្នាក់បានខ្ពស់ជាងមុនព្រោះព្រៃនេះធំជាងមុនទៅទៀតពួកគាត់ទាំងអស់គ្នាគ្មានអ្នកណាធ្លាប់មកដល់ទីនេះនោះទេពេលធ្នាក់ធ្វើរួចពួកគាត់ក៏ឡើងទៅសម្រាកតែគ្មាននរណាសម្រាកបាននោះទេព្រោះម្នាក់ៗមានអារម្មណ៍គិតទៅដល់ព្រានឈុំដែលបានបាត់ខ្លួនផងនិងអ្នកផ្សេងៗទៀតមិនយូរប៉ុន្មានផងស្រាប់តែឮសម្រាប់ជើងចូលមកព្រមទាំងមានធុងក្លិនស្អុយផងសម្រាប់ជើងចូលកាន់តែធៀបរហូតចូលមកដល់ក្រោមដើមឈើពួកគាត់ស្នាក់នៅសំឡេងលោតចុះលោតឡើងនៅខាងក្រោមពួកគាត់ក៏សម្លឹងមើលទៅខាងក្រោមក៏ឃើញសត្វខ្លាមួយដ៏ធំកំពុងដើរទៅដើរមកនៅខាងក្រោមនោះអូសោះតើខ្លាអីធំម៉េះគឺវាធំខ្លាំងណាស់យើងមិនដឹងទេយើងក៏មិនធ្លាប់ឃើញនោះដែរខ្លានោះវាដើរទៅដើរមកនិងព្យាយាមឡើងផងលោតផងនៅតែមិនអាចឡើងបានមួយបន្ទុះក្រោយមកវាក៏ដើរត្រឡប់ទៅវិញបាត់សូន្យទៅប្រហែលជា1ម៉ោងក្រោយមកក៏ឮសម្រាប់ជើងដើរចូលមកម្ដងទៀតតែលើកនេះជាសម្រាប់ជើងរបស់មនុស្សពួកគាត់ក៏សម្លឹងទៅទើបឃើញថាជាព្រានឈុំដើរចូលមកបោះចិន្តាឲ្យបន្តិចបោះចិន្តាឲ្យបន្តិចបោះចិន្តាឲ្យបន្តិចមកពេលនោះព្រានឈឿនគាត់ក៏បោះចិន្តាខ្សែឲ្យឡើងតែព្រានឈុំប្រឹងឡើងចិន្តាខ្សែសកម្មភាពគឺ
វាប្រឹងឡើងនោះមិនមែនជាមនុស្សទេពេលនោះព្រានសុកមើលទៅដឹងរួចហើយគាត់ក៏បាញ់ចំក្បាលព្រានឈុំនោះតែម្ដងឃើញដូចនោះអាសុកឯងបាញ់អាឈុំធ្វើអីមិនបានឯងបាញ់វាពេលនោះព្រានឈឿនក៏លោតចុះទៅដីដោយគិតថាទៅជួយមើលព្រានឈុំប៉ុន្តែចុះមិនទាន់ទាំងទៅដល់ដីផងស្រាប់តែមានសត្វខ្លាមួយក្បាលធំហក់មកខំរត់ចូលព្រៃបាត់ទៅចំណែកព្រានឈុំត្រូវរកកាំភ្លើងនោះក៏រលាយបាត់សូន្យទៅប្រហែលកន្លះម៉ោងក្រោយមកខ្លាមួយក្បាលនោះក៏មកម្ដងទៀតពេលនោះព្រានសុកព្រានឆាងក៏បានបាញ់លើវាប៉ុន្តែដូចមិនមានបញ្ហាអ្វីសោះក្រោយមកព្រានសុកក៏នឹកឃើញគ្រាប់កាំភ្លើងដែលលោកតាបានឲ្យគាត់លោកតាត្រូវជាគ្រូរបស់ព្រានសុកពេលនោះព្រានសុកក៏បានបាញ់ទៅសត្វខ្លាមួយក្បាលនោះក៏ឈឺចុកចាប់ហើយក៏រត់ចូលព្រៃបាត់ទៅព្រឹកឡើងពួកគាត់ទាំង3នាក់ក៏សម្រេចចិត្តឈប់តាមរកអ្នកណាទៀតហើយគឺសម្រេចចិត្តនាំគ្នាត្រឡប់ទៅផ្ទះវិញយើងធ្វើដំណើរត្រឡប់ក្រោយហើយដើរត្រង់រហូតអស់ជាច្រើនម៉ោងប៉ុន្តែដើរទៅដើរមកនៅកន្លែងដដែលអញ្ចឹងយើងប្រហែលជាវង្វេងផ្លូវហើយឬមានគេបិទបាំងផ្លូវហើយមែនហើយយើងដើរទៅដើរមកនឹងទឹកទៅហើយគឺនៅកន្លែងដដែលតើយើងគួរធ្វើម៉េចទៅព្រានសុកក៏យកមែកឈើ3កំណាត់មកអធិដ្ឋានសួរខ្មោចព្រាយអ្នកតាក្នុងព្រៃនេះដើម្បីជួយបង្ហាញផ្លូវឲ្យនាំផ្លូវចេញដោយសន្យាថាបើនាំផ្លូវចេញបាននឹងសែនសំណែនឲ្យពួកគាត់ចេះដើរតាមមែកឈើរហូតទៅដល់កន្លែងមួយមេឃក៏ចាប់ផ្ដើមងងឹតពួកគាត់ក៏ចាប់ផ្ដើមរកដើមឈើសមគួរដូចរាល់ដងដើម្បីធ្វើធ្នាក់សម្រាកហើយជាពាក់កណ្ដាលយប់ស្នូរសម្រាប់ជើងនិងក្លិនស្អុយក៏មកដល់ពួកគាត់បានដឹងច្បាស់ថាប្រកាសជាមានខ្លាមកម្នាក់ត្រៀមខ្លួនរួចជាស្រេចពេលនេះគ្រាន់តែឃើញព្រានឆាងក៏បាក់ទៅតាមដងប៉ុន្តែគ្រាប់កំភ្លើងធម្មតាមិនអាចធ្វើអ្វីបានទេព្រានសុកក៏យកគ្រាប់កំភ្លើងអាគមរបស់គាត់មកបាញ់ត្រូវខ្លានោះក៏ជួយចាប់របស់គាត់បាញ់រហូតសឹងតែអស់គ្រាប់ចក្រការក៏ប្រែជាធម្មតាវិញពេលជិតភ្លឺប្រហែលជាម៉ោង4ព្រានឆាងគាត់ក៏ចុះទៅក្រោមដើម្បីកាច់ទឹកជង្គង់របស់ខ្លាដែលងាប់នោះព្រានសុកឃើញដូចនោះគាត់ក៏ចុះទៅតាមពេលនោះនីលេងក៏ចុះទៅតាមដែរគ្រាន់តែពួកគាត់ចុះទៅដល់ដីទាំងអស់គ្នាព្រានសុកគាត់មើលខ្លាដែលងាប់នោះវាមិនមែនជាខ្លាមួយក្បាលយប់ថ្ងៃមុននោះទេគឺវាទូចជាងខ្លាមួយក្បាលយប់ថ្ងៃមុននោះអាចាងវាមិនមែនជាខ្លាយប់ថ្ងៃមុននោះទេឆាប់រត់សិនទៅ
យាយមិនតាន់ចប់ផងខ្លាមួយក្បាលនោះក៏លោតចេញមកខំព្រានឆាងរត់ចូលព្រៃបាត់ទៅព្រានសុកក៏ស្រែកឡើងថាឆាប់រត់ឲ្យលឿនឆាប់រត់ឲ្យលឿនទៅទាំងព្រានសុកទាំងនាយលេងគាត់គិតតែពីរត់ព្រានសុកគាត់គិតថាមិនអាចចាក់ចេញទៅបានគាត់ប្រគល់វត្ថុស័ក្តិសិទ្ធិម្យ៉ាងឲ្យទៅនាយលេងតែជាក្មួយរួចប្រាប់ថាឲ្យអធិដ្ឋានសុំរកផ្លូវចេញឲ្យរត់ទាំងបិទភ្នែកទៅកុំងាកក្រោយឲ្យសោះព្រានសុកគាត់នៅតទល់ជាមួយខ្លានោះចំណែកឯនាយលេងក៏ធ្វើតាមព្រានសុកប្រាប់ដូចមាននរណាម្នាក់មកជួយប្រាប់ផ្លូវឲ្យរត់បត់ឆ្វេងបត់ស្ដាំទៅត្រង់ហើយពេលនោះនាយលេងបានឮសំឡេងព្រានសុកឆាប់រត់ឲ្យលឿនទៅអាលេងរត់ឲ្យលឿនរត់ឲ្យលឿនទៅនាយលេងបានរត់តាមសំឡេងដែលបានប្រាប់នោះរត់រហូតមកដល់ព្រៃមួយនោះដូចមានអ្វីប្រាប់ថាឲ្យគាត់ឈប់គាត់ក៏ឈប់ហើយបើកភ្នែកទើបដឹងថាមកដល់ព្រៃតូចដែលគាត់ធ្លាប់ឆ្លងកាត់ពីមុនពេលនោះគាត់ក៏បន្តដំណើរទៅដល់ផ្ទះរួចរាយរាប់រឿងប្រាប់អ្នកស្រុកតាមដំណើរដែលបានកើតឡើងហើយចំណែកឯព្រានសុកតាមគំនិតរបស់ខ្ញុំគាត់ប្រហែលជាបាញ់សម្លាប់ខ្លាមួយក្បាលនោះប៉ុន្តែមុននឹងខ្លានោះស្លាប់វាប្រហែលជាអាចមកសម្លាប់គាត់ដែរអញ្ចឹងប្រហែលជាគាត់ស្លាប់ជាមួយខ្លានោះឬក៏ព្រានសុកត្រូវបានខ្លានោះសម្លាប់តែម្ដងត្រង់កន្លែងហ្នឹងបងប្អូនអាចបន្ថែមខ្លួនឯងនេះតាមគំនិតរបស់ខ្ញុំគឺប្រហែលជាគាត់ត្រូវបានស្លាប់ជាមួយខ្លានោះ